ដាំដលងជ្វីអត់មានអ្នកទិញដាំដលងជ្វីអត់មានទីផ្សារចុះបើខ្ញុំប្រាប់បងប្អូនថាខ្ញុំទទួលទិញពីបងប្អូនដែលដាំបានជារៀងរាល់ថ្ងៃតើបងប្អូនគិតមិនដែរហើយខ្ញុំទទួលទិញមួយថ្ងៃចន្លោះពី20តោនទៅដល់60តោនឯណោះបងប្អូនបានសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំបានមកដឹកដំឡូងរបស់បងប្អូនកសិករយើងនៅខាងខេត្តបាត់ដំបងទៀតហើយខ្ញុំក៏ចង់ប្រាប់ទៅដល់បងប្អូនទូទៅផងដែរថាខ្ញុំទទួលទិញជារៀងរាល់ថ្ងៃហើយបើបងប្អូនដែលដាំគឺគាត់តែងតែសួរថាដាំទៅខ្លាចអត់មានអ្នកទិញខ្លាចអត់មានទីផ្សារអញ្ចឹងហើយបងប្អូនមើលវីដេអូនេះដល់ចប់បងប្អូននឹងដឹងហើយថាដំឡូងជ្វាមានទីផ្សារឬក៏អត់អញ្ចឹងមុនដំបូងខ្ញុំសូមឲ្យបងប្អូនមើលសិនថាជារៀងរាល់ថ្ងៃនេះគឺខ្ញុំទិញជារៀងរាល់ថ្ងៃនេះគឺដឹកទាំងឡានដូចបងប្អូនឃើញអញ្ចឹងហើយដំឡូងគឺជាប្រភេទដំឡូងជ្វាមើមពណ៌ការ៉ុតដែលដំឡូងនេះផងដែរគឺដាំឡើងដោយកសិករខ្មែរយើងទេគឺខ្ញុំមិនបាននាំចូលពីណាទេព្រោះអីខ្ញុំមកស៊ីរាល់ថ្ងៃនេះបងប្អូនតែងតែដឹងហើយគឺខ្ញុំតែងតែទិញដំឡូងខ្ញុំធ្វើវីដេអូជាប្រចាំពីការដាំដុះពីការប្រើប្រាស់ជីនិងថ្នាំផងដែរហើយចំណុចដែលសំខាន់នោះថ្ងៃនេះគឺខ្ញុំចង់មកប្រាប់បងប្អូនរឿងដែលថាបងប្អូនខ្លះមានទីផ្សារខ្លះមានអ្នកទិញប៉ុន្តែខ្ញុំទិញទីរៀងរាល់ថ្ងៃផងដែរបងប្អូនដូចឃើញអញ្ចឹងគឺដំឡូងយើងស្អាតសំខាន់យើងមុននឹងដាំយើងត្រូវតែនិយាយគ្នាសិនដូចជាបងប្អូនចង់ដាំឲ្យខ្ញុំបងប្អូនត្រូវតែប្រាប់ខ្ញុំមុនកុំដាំតាមចិត្តឯងដោយដំឡូងជ្វានេះបើសិនជាវាជន់វាអាចធ្លាក់តម្លៃខ្លាំងណាបងប្អូនបាទជាពិសេសនៅក្នុងរដូវវស្សាគឺជារដូវដែលបងប្អូនយើងគ្រប់គ្នាអាចដាំបានព្រោះតំបន់ណាក៏ដាំកើតដែរឲ្យតែមានទឹកភ្លៀងគ្រប់គ្រាន់ទៅគឺដំឡូងនឹងដាំកើតហើយគ្រាន់តែថានៅពេលដែលយើងដាំច្រើនគ្នាអញ្ចឹងទៅគឺអត់សូវមានទីផ្សារទេទីផ្សារគឺវាធ្លាក់ចុះបងប្អូនបាទអញ្ចឹងបងប្អូនមុននឹងដាំបងប្អូនអាចឆាតមកសួរខ្ញុំឬក៏ទេមកខ្ញុំសិនមកដើម្បីខ្ញុំផ្ដល់ជាព័ត៌មានទៅកាន់បងប្អូនវិញថាដាំនៅរដូវណាថ្លៃហើយជាប្រភេទដំឡូងយ៉ាងម៉េចបានថ្លៃអញ្ចឹងដើម្បីកុំឲ្យបងប្អូនដាំទៅខកចិត្តអញ្ចឹងវីដេអូខ្ញុំគឺខ្ញុំចង់ប្រាប់បងប្អូនថាដាំបានគ្រាន់ថាសំខាន់បងប្អូនត្រូវតែសួរគ្នាអ្នកទិញសិនណាដូចជាឈ្មួញដតីទៀតក៏ពួកគាត់តែងតែទទួលទិញដែរអញ្ចឹងបងប្អូនមុននឹងដាំត្រូវតែសហការជាមួយពួកគាត់ទៅសួរនាំគាត់ខ្លះទៅហើយជ្រើសរើសយកដៃគូសហការជាមួយគ្នាហ្នឹងឲ្យទុកចិត្តគ្នានិយាយគ្នាបានដឹងរឿងមុនដំបូងសិនទៅចាំយើងដាំដល់តែពេលដាំហើយគឺយើងអត់ភ័យរឿងអត់ទីផ្សារហើយតម្លៃក៏សមរម្យដែរព្រោះតែយើងដឹងព័ត៌មានវាមុនហើយសំខាន់មួយទៀតនោះគឺយើងប្រឹងធ្វើឲ្យបានទិន្នផលខ្ពស់ទៅហើយយើងរៀនបច្ចេកទេសនៅក្នុងការដាំដុះខ្លះទៅដើម្បីឲ្យទទួលបានផលច្រើនដើម្បីកុំឲ្យវាខាតបងប្អូនបាទហើយវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តខ្ញុំបងប្អូនជួយ share ម្នាក់មួយផងហើយបើបងប្អូនចង់ដឹងបន្ថែមនៅព័ត៌មានអំពីការដាំដំឡូងជ្វានេះគឺបងប្អូនអាចតាក់ទងមកខ្ញុំបាននៅក្នុងការរៀបចំដីដាំត្រៀមពូជសម្រាប់ដាំហើយនៅក្នុងការប្រើប្រាស់ជីនិងថ្នាំគឺខ្ញុំមានបង្រៀនជូនបងប្អូនប្រាប់បងប្អូន free តែម្ដងគឺខ្ញុំអត់គិតលុយទេគឺគិតលុយតែថ្លៃថ្នាំថ្លៃពូជអីអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនជម្រាបលា